ទំនាក់ទំនងណាក៏ដោយបើនៅជាមួយគ្នាបានគឺនៅបើនៅមិនបានគឺចែកផ្លូវគ្នាទៅវាមិនមែនជារឿងធំដុំទេការយល់ដឹងកាន់តែច្រើនកាន់តែងាយស្រួលច្របូកច្របល់កាន់តែច្រើនការឈឺចាប់ក៏កាន់តែច្រើនឡើងដោយធម្មជាតិអ្នកកុំនិយាយថាខ្ញុំគ្មានមេត្តាពីមុនខ្ញុំជាមនុស្សស្លូតជាងគេបំផុតប៉ុន្តែការស្លូតបូតរបស់ខ្ញុំត្រូវបានគេចាត់ទុកថាល្ងីល្ងើការអត់ធ្មត់របស់ខ្ញុំត្រូវបានគេចាត់ទុកថាល្ងងគង់មានថ្ងៃណាមួយអ្នកនឹងយល់នៅស្ងៀមមិនស្ដីគឺត្រូវបដិសេធរងើយកន្តើយគឺមិនខ្លាចបាត់បង់មិនឆ្លើយសំណួរគឺជាចម្លើយនិយាយលេះឡប់គឺកុហកមិននៅក្បែរគឺមិនចូលចិត្តមានរឿងខ្លះមិនចាំបាច់ទៅតាមសួរពីព្រោះអ្នកងាកក្រោយមើលគ្រប់ចំណុចទាំងអស់គឺជាចម្លើយហើយដាច់ខាតកុំឲ្យតម្លៃខ្លួនឯងខ្ពស់ពេកនៅក្នុងចិត្តរបស់អ្នកដទៃកុំគិតថាខ្លួនឯងជាមនុស្សសំខាន់បំផុតសម្រាប់គេ